ហូបអាហារប្រកបដោយសារធាតុចិញ្ចឹមគឺជាកត្តាសំខាន់ដើម្បីរក្សាសុខភាពល្អនិងការពាររាងកាយពីជំងឺខាងក្រោមនេះគឺជាគន្លឹះសំខាន់ដើម្បីធានាថាអ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីអាហាររបស់អ្នក 1. អាហារមានសារធាតុចិញ្ចឹមពេញលេញ ប្រូតេអ៊ីនសាច់ត្រីស៊ុតអាហារដុះគ្រាប់ជាតិខ្លាញ់ល្អអាវូកាដូបន្លែគ្រាប់ត្រីខ្លាញ់កាបូអ៊ីដ្រាតស្មុគស្មាញអង្ករដំឡូងស្រូវសាលីវីតាមីននិងរ៉ែមីនេរ៉ាល់ផ្លែឈើបន្លែពណ៌បៃតងនិងពណ៌លឿង 2. បន្ថែមបន្លែនិងផ្លែឈើបន្លែដូចជាស្ពឺការ៉ុតសាឡាត់ផ្ដល់វីតាមីន A ខនិងជាតិអាហាររកខក្នុងផ្លែឈើដូចជាចេកល្ហុងមង្ឃុតផ្ដល់ជាតិសរសៃនិងអង់ទីអុកស៊ីដង់ 3. ជ្រើសរើសអាហារមានជាតិខ្លាញ់ល្អជៀសវាងជាតិខ្លាញ់អនាធិបតេយ្យ Trans Fat ដូចជាអាហាររត់ប្រើប្រាស់ប្រេងដូចជាប្រេងអូលីវប្រេងដូងសម្រាប់ចម្អិន 4. ផឹកទឹកឲ្យបានគ្រប់គ្រាន់ទឹកជាមធ្យោបាយសំខាន់ក្នុងការជួយដល់ដំណើរការជីវគីមីនៃរាងកាយផឹកទឹកយ៉ាងហោចណាស់ 1.5-2 លីត្រក្នុងមួយថ្ងៃ 5. កាត់បន្ថយអាហារមានស្ករនិងអំបិលច្រើនអាហារមានស្ករខ្ពស់អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមអំបិលច្រើនពេកអាចបង្កើនសម្ពាធឈាម 6. ចម្អិនអាហារដោយសុវត្ថិភាពចម្អិនអាហារឲ្យបានឆ្អិនល្អដើម្បីកាត់បន្ថយហានិភ័យពីមេរោគជៀសវាងការប្រើប្រាស់អាហារឆៅដែលមិនស្អាត 7. ញ៉ាំអាហារឲ្យបានច្រើនមុខផ្លាស់ប្ដូរអាហារប្រចាំថ្ងៃដើម្បីទទួលបានសារធាតុចិញ្ចឹមច្រើនប្រភេទដោយអនុវត្តតាមគន្លឹះទាំងនេះអ្នកនឹងមានសុខភាពរឹងមាំនិងមានថាមពលគ្រប់គ្រាន់សម្រាប់ថ្ងៃបើមានសំណួរអំពីអាហារូបត្ថម្ភគួរបំពេញបន្ថែមជាមួយអ្នកជំនាញគ្រូពេទ្យឬអ្នកដែលមានចំណេះដឹងអាហារដែលមានសារធាតុចិញ្ចឹមពេញលេញនឹងជួយឲ្យអ្នកមានជីវិតយូរអង្វែងនិងមានភាពស្រស់ស្អាតពីខាងក្នុងរហូតដល់ខាងក្រៅ